ta thôi mấy từ tôi ban này té ế không cao bằng lòng bạn đốt លើមកវិជាគណិតវិទ្យាសម្រាប់ឆ្នាំ2026 cầm chia sẻ ពុកម៉ែបងប្អូនអ្នកគ្នាខ្ញុំលីសា ខ្ញុំជីមឡាង បងប្អូនអ្នកគ្នាមួយចំនួនប្រកាសជាបានដឹងហើយថាខ្ញុំគឺជាអតីតសិស្សនិតេអេកាលពីឆ្នាំ2021ហើយបងអូនស្រីវិញ ទទួលបាននីតិអេលើមកវិជាគណិតវិទ្យាសម្រាប់ការប្រឡងបាក់ឌុបនាឆ្នាំ2024 អញ្ចឹងនៅក្នុងវីដេអូហ្នឹងពួកខ្ញុំនឹងមកចែករំលែកថាតើធ្វើម៉េចនិយាយទៅគឺភាគច្រើនបងអូនស្រីច្រើនជាងខ្ញុំជាអ្នកមកសម្រាប់សំដួលទេតើធ្វើម៉េចទទួលបាននិតេអេទៅលើមុខវិជ្ជាគណិតវិទ្យាសម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខនេះផងដែរព្រោះដឹងថាបងប្អូនប្រកាសជារៀងមានអារម្មណ៍អត់ដឹងណោះថាពួកអីចុងឆ្នាំ2025ហ្នឹងយើងប្រកាសជាដឹងហើយប្រទេសយើងជួបបញ្ហារវាងសង្គ្រាមជាមួយនឹងប្រទេសជិតខាងផងអញ្ចឹងអាចបងប្អូនខ្លះគាត់គិតថាអូប្រទេសមានសង្គ្រាមអញ្ចឹងតើការប្រឡងនៅតែដំណើរការអត់អញ្ចឹងចង់ប្រាប់បងប្អូនអ្នកគ្នាថាការខ្ញុំប្រឡងឆ្នាំ2021ដោយសារតែបងប្រឡងចិត្តឆ្នាំបាក់ឌុបចិត្តឆ្នាំកូវីដកាលពីឆ្នាំ2020ហ្នឹងគឺកូវីដអញ្ចឹងសិស្សច្បងក៏អត់ប្រឡងបាក់ឌុបទេហើយទៅពេលខ្ញុំនេះបងប្អូនឆ្នាំ2021នេះប្រឡែងដៃដែរគាត់ថាអូប្រហែលក្រសួងអត់ប្រឡងទេព្រោះអីគាត់ថាក្រសួងនឹងធ្វើដូចឆ្នាំ2020គាត់ថាអូអត់ប្រឡងទេខ្ញុំ2021ប្រហែលក្រសួងយកឆ្នាំអូតូដែរអញ្ចឹងណាចាពេលនោះគឺធ្លាក់ដៃមែនតើប៉ុន្តែក៏ខ្ញុំគិតឡើងវិញថាទោះបីក្រសួងអត់ប្រឡងក៏ដោយយ៉ាងហោចណាស់ខ្ញុំរៀនគណិតនឹងចេះខ្ញុំរៀនរូបនឹងចេះគីមីនឹងចេះខ្មែរនឹងចេះដើម្បីអាចឲ្យខ្ញុំងាយស្រួលដាក់អាហារឬបកទៅប្រឡងដែរអញ្ចឹងពេលហ្នឹងគឺគិតខំឡើងវិញតែដំបូងអត់មានខំទេគិតថាអូផែកក្រសួងមិនប្រឡងទេអញ្ចឹងប្រឡែងដៃបរោយប៉ុន្តែនៅពេលដែលគ្រាន់តែគិតថាទោះអត់ប្រឡងក៏ដោយខ្ញុំនឹងយកចំណេះដឹងទាំងអស់ហ្នឹងទៅប្រឡងអាហារូបករណ៍បន្តទៀតអញ្ចឹងធ្វើឲ្យខ្ញុំគិតខំប្រឹងប្រែងឡើងវិញអញ្ចឹងចង់ឲ្យបងប្អូនទាំងអស់គ្នាអាចចាប់ទុកថាវីដេអូហ្នឹងមកដាស់អារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យចាប់អារម្មណ៍ទៅលើការសិក្សាវិញណាកុំឲ្យបែកឆ្វេងឬក៏កុំឲ្យគិតថាមិនតាន់ដល់ថ្ងៃមិនខំឯអត់ទេសម្រាប់បងប្អូនដែលមានគោលដៅសម្រាប់ការប្រឡងបាក់ឌុបទទួលបាននិទេសល្អវីដេអូនេះគឺសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវតោះសូមឲ្យបងប្អូនណែនាំខ្លួនម្ដងទៀតចឹងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះម៉េងគឹមឡាងជាសិស្សដែលបានបញ្ចប់ការប្រឡងបាក់ឌុបនាឆ្នាំ2024ហើយខ្ញុំក៏ទទួលបានមុខវិជ្ជាទទួលបាននីតិអេលើមុខវិជ្ជាគណិតវិទ្យាចឹងខ្ញុំគិតថាប្រកាសជាមានគ្នាយើងជាច្រើនតែគិតថាគណិតវិទ្យាជាមុខវិជ្ជាពិបាកមែនតើធំមិនទៅទទួលបាននីតិអេដោយសារតគិតលេខហើយមានច្រើនខ្លាំងហើយគ្នាយើងជាច្រើនណាទាំងអ្នកស្គាល់គ្នាបោះមិត្តភក្តិខ្ញុំក៏ដូចជាសិស្សប្អូនផ្សេងៗគាត់តែថាអូបងខ្ញុំភ័យធំមិនក៏គណិតវិទ្យាដូចជាផលវិបាកខ្លាំងណាស់សម្រាប់ខ្ញុំអញ្ចឹងពួកយើងទាំងពីរនាក់ក៏បានសម្រេចចិត្តធ្វើវីដេអូនេះដើម្បីចែករំលែកពី tip ក្នុងការធ្វើឲ្យប្រឡងគណិតវិទ្យាឲ្យបាននីតិ A ដល់អ្នកទាំងអស់គ្នាដោយសារតែការដែលខ្ញុំប្រឡងបាក់ឌុបនេះខ្ញុំទទួលបាននីតិ B ទៅលើគណិតបងប្អូនប៉ុន្តែនីតិរួមខ្ញុំ A អញ្ចឹងណាតែថ្ងៃហ្នឹងបងអូនស្រីគឺគាត់ទទួលបាននីតិ A ទៅលើមុខវិជ្ជាគណិតហ្មងអញ្ចឹងឲ្យគាត់មកចែករំលែកបទពិសោធន៍ណាមួយខ្ញុំយូរឆ្នាំហើយខ្ញុំតាំងឆ្នាំ2021ប៉ុន្តែបងអូនស្រីគាត់តែចាប់ឆ្នាំទៅឆ្នាំ2024នេះអញ្ចឹងគាត់អាចចែករំលែកបទពិសោធន៍តាក់ទងទៅនឹងគណិតវិទ្យាទៅអាចត្រូវជាមួយនឹងបងប្អូនបច្ចុប្បន្នវិញបងប្អូនប្រកាសជាដឹងហើយថាមុខវិជ្ជាគណិតគឺសំខាន់ហ្មងបាក់ឌុបក៏យើងត្រូវការអីដែលសំខាន់ពេលដែលយើងដាក់ពាក្យប្រឡងអាហារូបករណ៍ទៅប្រទេសណាក៏ដោយការបងពេលហ្នឹងបងចង់ដាក់ពាក្យទៅជប៉ុនណាក៏គេនៅត្រូវការប្រឡងគណិតដែរហើយលឺថាបងអូនស្រីគាត់ដាក់ពាក្យទៅប្រឡងដាក់អាហារូបករណ៍ចិនដែរអាហ្នឹងគឺរត់ទៅត្រូវការគណិតវិទ្យាទៀតអញ្ចឹងគណិតវិទ្យាគឺសំខាន់ហ្មងបងប្អូនទាំងអស់គ្នាចង់ចំណាយអត់ចង់ចំណាយលុយទៅរៀននៅស្រុកក្រៅមិនត្រូវយកអាហារូបករណ៍ត្រូវអត់ហើយបើចង់បានអាហារូបករណ៍ហ្នឹងតើតែបកកែទៅលើគណិតវិទ្យាប៉ុន្តែបងគាត់ថាទោះបានអាហារូបករណ៍ក៏ត្រូវប្រឡងគណិតឬក៏មិនបានអាហារូបករណ៍បើចង់ប្រឡងចូលសាកលវិទ្យាល័យមួយហ្នឹងក៏នៅតែត្រូវការគណិតវិទ្យាដូចគ្នាផងដែរអញ្ចឹងតោះឥឡូវយើងមកស្ដាប់ពី tip របស់បងអូនស្រីវិញថាតើធ្វើម៉េចទទួលបាននិទេស A ទៅលើមុខវិជ្ជាគណិតវិទ្យាក្នុងការប្រឡងបាក់ឌុបនៅថ្ងៃខាងមុខនេះអូខេចឹងអ្នកនរគ្នាដឹងហើយថាគណិតវិទ្យាយើងត្រូវប្រឡងសម្រាប់បាក់ឌុបមិនថាទាំងសាស្ត្រវិទ្យាសាស្ត្រនិងសាស្ត្រសង្គមហើយអ្នកនរគ្នាដែលមានផលវិបាកសម្រាប់វិជ្ជាគណិតវិទ្យាចំវីដេអូនេះសម្រាប់អ្នកទាំងអស់គ្នាអ្នកនរគ្នាដឹងហើយថាគណិតវិទ្យាគឺមាន limit integrand program Victor ក្នុងលំហអនុគមជាដើមអញ្ចឹងទាំងអស់នេះគឺសិតសឹងតែមាននៅក្នុងគណិតវិទ្យាដែលអ្នកទាំងអស់គ្នាត្រូវយល់ពីមួយដំណាក់ទៅមួយដំណាក់ព្រោះថាconcept លំហាត់ទាំងអស់នេះគឺគេនឹងយកទៅដាក់បញ្ចូលនៅក្នុងវិញ្ញាសាបាក់ឌុបដែលអ្នកនរគ្នាត្រូវប្រឡងដើម្បីអាចដោះស្រាយ limit បានអាចដោះស្រាយ derivative integrand បានអ្នកទាំងអស់គ្នាត្រូវស្គាល់ពីរូបមន្តក៏ដូចជា tip នៅក្នុងការដោះស្រាយលំហាត់ពីមួយទៅមួយព្រោះថាលំហាត់មួយអ្នកនរគ្នាអាចដោះស្រាយបានតើអ្នកនរគ្នាធ្លាប់ឃើញឬក៏មានកលឹះក្នុងការដោះស្រាយដឹងថា limit មានរៀងអីគេខ្លះរៀង0លើ0រៀងអាណន់លើអាណន់ជាដើមហើយចំពោះប្រូបាបអីចឹងទៅអ្នកនរគ្នាដឹងហើយបើអ្នកទាំងអស់គ្នាដែលគាត់រៀនមុនគ្រូអីឬអីចឹងអ្នកនរគ្នាប្រកាសជាដឹងហើយថាប្រូបាបរបស់បាក់ឌុបគឺចេញតែបន្សំឯអ្នកទាំងអស់គ្នាតាំងពីកំណែតម្រង់ថ្មីមកអញ្ចឹងអ្នកទាំងអស់គ្នាអាចព្យាយាមរៀនលើចំណុចហ្នឹងឲ្យខ្លាំងចំពោះអនុគមអ្នកទាំងអស់គ្នាដឹងហើយថាអនុគមមានសំណួរទាំងអស់គឺតគ្នាអញ្ចឹងចង់ក្រោយគឺដើម្បីអ្នកទាំងអស់គ្នាដោះស្រាយពីមួយទៅមួយហ្នឹងដើម្បីចេញជារូបមួយហើយអនុគមក៏ជា
មានបន្ទុកច្រើនដែរនៅក្នុងការប្រឡងអ្នកទាំងអស់គ្នាគួរតែចេះមើលតារាងអត្ថិភាពថាតើពេលអ្នកទាំងអស់គ្នាគូហើយអ្នកទាំងអស់គ្នាដឹងអត់ថាគូចេញជាតារាងអត្ថិភាពបែបហ្នឹងតើរុកនឹងចេញទៅបែបណាអនុគមចោះអនុគមកើនឬក៏មិន អូខេបើសម្រាប់ tip ពីខ្ញុំទៅផ្ទាល់ហ្មងណាដោយសារពេលហ្នឹងមិនមែនថាខ្ញុំចង់បានកណិត B ទេដាក់គោលដៅថាចង់បានកណិត A ដូចគ្នាប៉ុន្តែលទ្ធផលចេញមកកណិតខ្ញុំបានតែ B ទេ tip របស់ខ្ញុំហ្មងបើបងប្អូនពិតជាចង់ទទួលបាននិទ្ទេស A ទៅលើកណិតវិទ្យាមែនណាធ្វើលំហាត់កណិតវិទ្យាឲ្យអស់ហ្នឹងហើយពេលដែលក្រាស់បាក់ដប់ប្រឡងចេញមកគឺធ្វើឲ្យអស់ហាមចន្លោះសំបីតមើលរម៉ាំងណាពេលហ្នឹងខ្ញុំមានមើលរម៉ាំងដែលខ្ញុំនឹកអត់ឃើញរូបមន្តអាហ្នឹងគឺរូបមន្តស៊ីនកោះពេលហ្នឹងខ្ញុំភ្លេចហ្មងបងប្អូនខ្ញុំមិនដឹងថាចូលរូបមន្តមួយណាប៉ុន្តែខ្ញុំដឹងខ្លួនឯងច្បាស់ថាបើខ្ញុំពិតជាចង់បាន A មែនខ្ញុំត្រូវធ្វើអស់អញ្ចឹងទោះពេលរូបមន្តសពេចសពិលមិនដឹងថាដាក់ត្រូវឬក៏ខុសមែនក៏ខ្ញុំនៅតែធ្វើដែរហើយខ្ញុំគិតថាអាមើលរម៉ាំងហ្នឹងឯងដែលធ្វើឲ្យបន្ទុកខ្ញុំធ្លាក់ដល់និទេស B ទៅលើគណិតវិទ្យានៅពេលហ្នឹងដោយសារតែខ្ញុំអត់ចាំរូបមន្តនៅក្នុងមើលរម៉ាំងហ្នឹងអញ្ចឹងទីពីខ្ញុំទៅហ្មងបើបងប្អូនពិតជាចង់ទទួលបាននិទេស A មែនធ្វើឲ្យអស់នៅក្នុងការាវិញ្ញាសាកណិតហ្នឹងហើយមិនថាតែមុខវិជ្ជាផ្សេងៗទេបើពិតជាចង់ទទួលបាននិទេស A ធ្វើគ្រប់លំហាត់គ្រប់សំណួរអស់ហាមចន្លោះសំបីតែមើលរម៉ាំងហើយជាពិសេសអូនឯងនឹងស្រាប់តែដោយសារកណិតតាក់ទងទៅនឹងលេខត្រូវអត់អញ្ចឹងនៅពេលដែលយើងគុណលេខហ្នឹងណាបើចង់បាននិទេស A សូមប្រយ័ត្នហើយផ្ទៀងផ្ទាត់ជាមួយនឹងការគិតគូរលេខទាំងអស់ហ្នឹងសូម្បីតែបច្ចុប្បន្ននេះឥឡូវនៅពេលដែលយើងកំពុងតែធ្វើលំហាត់ឥឡូវអូខេអាចថាអត់ទាន់ប្រឡងប្រើកាសូបានប៉ុន្តែព្យាយាមប្រើសមត្ថភាពគិតរបស់យើងដោយប្រើដៃប្រើការគិតរបស់យើងហ្មងបើអាចគឺកុំប្រើកាសូហ្មងឬក៏កាសូហ្នឹងប្រើតែផ្ទៀងផ្ទាត់បានហើយប៉ុន្តែនៅពេលដែលគុណសុំគុណធម្មតាទៅមិនចាំបាច់គុណអាលេខទូចប្រើកាសូឲ្យអត់ទេគុណដៃទៅបន្ទាប់មកចាំយើងផ្ទៀងផ្ទាត់លេខតាមក្រោយអានេះពីខ្ញុំទៅហ្មងអូនមានចំណុចអីបន្ថែមអត់ហ្នឹងហើយហើយខ្ញុំក៏អត់ខុសពីបងលីសាដែរអញ្ចឹងមានន័យថាគណិតវិទ្យាគឺជាការគិតលេខអញ្ចឹង the more you practice អ្នកទាំងអស់គ្នានឹងកាន់តែយល់ច្បាស់ថាតើវាខុសគ្នាមិនពីមួយ concept របស់គណិតវិទ្យាទៅមួយហើយអ្នកទាំងអស់គ្នាពេលដែលដល់ចុងឆ្នាំអ្នកទាំងអស់គ្នា practice ច្រើនពីដើមមកអ្នកទាំងអស់គ្នានឹងយល់ច្បាស់ពីគណិតវិទ្យាហើយអត់ភ័យសម្រាប់ការប្រឡងទេហើយចំពោះខ្ញុំក៏ដូចគ្នាមានន័យថាអ្នកទាំងអស់គ្នាត្រូវគិតថាពេលរៀនគឺខុសពីពេលប្រឡងគឺពេលវេលាគឺដើរលឿនអញ្ចឹងបើអ្នកទាំងអស់គ្នានៅគិតដូចថាមានលំហាត់មួយគិតអត់ចេញហើយអត់ទៅធ្វើអាផ្សេងសោះនៅតែផឹងធ្វើតែនឹងមួយអ្នកទាំងអស់គ្នានឹងខកខានឱកាសបាននិទេស A ឬក៏អាចទៅដល់និទេសដែលអ្នកទាំងអស់គ្នាអត់ប្រាថ្នាថាចង់បានតតែសោះអញ្ចឹងខ្ញុំក៏មាន tip មួយដែលសំខាន់ណាស់ពេលអ្នកទាំងអស់គ្នាទៅប្រឡងគឺពេលលំហាត់ដែលអ្នកទាំងអស់គ្នាឃើញហើយអត់ចេះអត់ដឹងថាធ្វើបែបម៉េចអ្នកទាំងអស់គ្នាគួរតែធ្វើលំហាត់ណាដែលអ្នកទាំងអស់គ្នាច្បាស់លាស់ឲ្យអស់សិនហើយទុកមួយហ្នឹងសម្រាប់ការប្រឡងខ្ញុំគិតថានេះគឺជារឿងដែលសិស្សទាំងអស់គ្នាជួបហើយខ្ញុំក៏អញ្ចឹងដែរការប្រឡងក៏ខ្ញុំធ្លាប់មានលំហាត់មួយដែលខ្ញុំភ្លេចភ្លាំងហើយអត់ដឹងថាធ្វើបែបណាដែរប៉ុន្តែខ្ញុំធ្វើបែបនេះគឺខ្ញុំធ្វើលំហាត់ដែលខ្ញុំច្បាស់ទាំងអស់ឲ្យអស់ហើយទុកមួយហ្នឹងដើម្បីដោះស្រាយចង់ក្រោយគេតែម្ដងនេះពេលណានិយាយថងចំណុចហ្នឹងទៅបងក៏អូខេបានថាគិតថាចំណុចហ្នឹងល្អដែរព្រោះការបងប្រឡងបាក់ដប់ពេលដែលបានស្លឹកក្រាស់បាក់ដប់មកភ្លាមអីដែលបងធ្វើមុនគេគឺអានសំណួរហ្នឹងទាំងអស់សិនអានទាំងអស់ហើយអូយពេលហ្នឹងខ្ញុំអបងគិតថាអូសិតតែរបស់ដែលខ្ញុំចេះសិតតែសំណួរដែលខ្ញុំធ្លាប់ឃើញពេលហ្នឹងគ្រាន់តែពេលដែលខ្ញុំបានក្រាស់ប្រឡងបាក់ដប់ហ្នឹងភ្លាមអីដែលខ្ញុំធ្វើមុនគេគឺខ្ញុំអានលំហាត់ទាំងអស់ហើយបន្តខ្ញុំសប្បាយចិត្តថាអូសិតតែខ្ញុំចេះអញ្ចឹងទៅបងគិតថាបងនឹងធ្វើតាមលំដាប់តែស្រាប់តែពេលធ្វើទៅគៀងអាកន្លែងមើលរម៉ាំងនោះមួយបងប្អូនចឹងតយកអាមើលរម៉ាំងហ្នឹងទុកក្រោយគេអាព្រោះមើលរម៉ាំងហ្នឹងគឺសពេចសពិលអត់ចាំរូបមន្តទេអញ្ចឹងពេលហ្នឹងអាចបានថាពេលដែលទទួលបានក្រាស់បាក់ដប់ភ្លាមណាអ្វីធ្វើមុនគេគឺអានលំហាត់ហ្នឹងអានដឹងថាណាចេះហើយគឺយើងធ្វើអាហ្នឹងមុនគេកុំធ្វើតាមរម៉ាំងហើយទៅពេលទៅស្ទាក់ស្ទើរយើងស្រាប់តែគិតថាអានេះគៀងប្រអត់ចេះនៅកន្លែងគិតពីអាហ្នឹងខាត់មកអញ្ចឹងបើដឹងថាសពេចសពិលអាលំហាត់ហ្នឹងយកអាហ្នឹងទៅទុកនៅក្រោយគេធ្វើអាណាដែលយើងចេះមុនហើយធីបពីខ្ញុំទៅកាន់បងប្អូនមួយទៀតគួរតែរៀបចំម៉ោងកំណត់ម៉ោងនៅក្នុងការធ្វើលំហាត់ហ្នឹងឥឡូវឧទាហរណ៍ថាឥឡូវយើងនៅធ្វើមេរៀនអីធម្មតាយើងអត់ទាន់ចាប់ផ្ដើមធ្វើវិញ្ញាសាត្រូវទទួលស្គាល់ប៉ុន្តែបើថាយើងចាប់ផ្ដើមរៀនធ្វើវិញ្ញាសាគួរតែចាប់ផ្ដើមកំណត់ម៉ោងឧទាហរណ៍ប្រឡងកណិតគេទុកឲ្យយើង1ម៉ោងកន្លះឬក៏2ម៉ោងឧទាហរណ៍អញ្ចឹងបងប្អូនអ្នកគ្នាពេលដែលធ្វើហ្នឹងបើទូទៅហ្វឹកហាត់មិនកំណត់ម៉ោងទេតែទៅពេលចិត្តដល់ថ្ងៃគៀកបាក់ដប់យើងត្រូវហ្វឹកហាត់កំណត់ម៉ោងខ្លួនឯងដូចគ្នាដាក់ម៉ោងរ៉ូលតើ1ម៉ោងកន្លះហ្នឹងយើងធ្វើប្រហែលរម៉ាំងហ្នឹងគ្រប់គ្រាន់អត់អានេះពីខ្ញុំទៅហ្មងអូនមានចំណុចអីបន្ថែមអត់ហ្នឹងហើយខ្ញុំក៏មានតែចំណុចចង់បន្ថែមកន្លែងហ្នឹងដែរអញ្ចឹងមានន័យថាអ្នកទាំងអស់គ្នាកុំព្រួយបារម្ភថាខ្ញុំធ្វើអត់តាមលេខរៀងផងតិចគេកាត់បន្ទុកខ្ញុំអីទៅអញ្ចឹងអត់ទេគណៈកម្មការគឺគេគាត់នឹងកែតាមជួរដែលអ្នកទាំងអស់គ្នាធ្វើដូចអ្នកទាំងអស់គ្នាធ្វើ limit អញ្ចឹងគឺគាត់កែ limit ចប់គឺគាត់បន្តទៅតាមនឹងទៀតអញ្ចឹងតួអ្នកទាំងអស់គ្នាធ្វើអាណាមុនក្រោយអ្នកទាំងអស់គ្នាសំខាន់បំផុតគឺបង់លេខ
băng lệch ở trong tờ limit thì team mùi chắc nè đó thì thầu băng lệch ở bạc lò hình chắc cái này cầm cá quạt nồng mơ tam là ngày chắc sống còn pre bà đóng ha ô nhung không thì nhung phụ lỗ hay trong phơ ở tam một đập lệch hiện chắc nè thì ai đăng hay tham pep lỏng cứ dương anh đăng hay tham gì xa trên ấy chắc được bao lệch xài gì chắc chốt bởi dương ấp che mùi nữa nè nên nó trăm tay phơ nữa cứ việc hai pe khăn mình tên phụ pe lý cứ đau tới một là hồi dạ sốc chất tôi còn đang hỏi kì từng cùi cất trong máu quên hại trong máu đừng tập bạc không ai vuông quên đặt nè chết có thử thơ máu trên ở bàn phòng đại hay ở này đang này hai cần đất miên lúc muốn chọn trong tại tông từ lúc muốn ở này diện là bị mệt mình nè ngày chắc nhung có trong những trong này đi đá chắc lúc muốn cái này vị trí cứ miên trào phần tay nắm pe này nè tặng óc ní ăn nổ bọt nè tặng óc ní nằng trăm lúc muốn đòi ai phần tay cần ha nhưng mà ai trăm óc hay nơi tầm miên lúc muốn nàyยังở trăm tiền chắc nhung ban phơi chia sập phần nốt mùi nằm bay cọt trong nắm nơi lúc muốn này nhung ắt trăm chắc nhung mình co tặng ắt trăm mẹ ở nhung trăm của nhung là cọt tục đá chắc ở nhung cọt tục chân từ hai chấm pua lồng hạt khác cứ việc khói khầm bật tá lồng hạt nó khi mà thọt phơi nhung phơi tránh về để cụ đã máu cho nhung phơi hái cứ nhung đặt cắt trâu nó không sập phơi xe nhung hái đặt nó không sập phơi nổ tiệt miên tàng lồng hạt hai miên tàng chùm lòi chẳng về lơ khỏi nhung chụp lồng hạt nắng nhung bao mờ phơi nổ mà đón tiết chụp lơ khỏi bao mờ đón tiệt chẳng về để đó trong nhám cứ nhung còn tại khơi lồng hạt nắng cứ nhung đang theo chùm lòi trên bạc mà chị ok vì nhung ta mong á bông ổn mẹ nhung kết tha cần đó ta mình chỉ một buổi chia môi đẹp bảo bạ bếp hay có mình chỉ một buổi chia môi đẹp sủa bệt đấyสำคัญเอาแต่ไปแต่บงบนดอกเรียนนะไปแต่บงเรียนคือดาวให้โยจะตกดัชดับขู่โยจะตกดัชดับขู่มุนหนังไปแต่พวกโยมโทรวิดีโอนี่ได้โยมหมดบนใส่บานใช้คณีหึงแต่ต้องหนังวัดตำมีนในตรงท่านน่ะท่านนั่นการนำบงบนดอกนี่ต้องท่านเรียนเต็งตัวนะครูประโยชน์ไปแต่เรียนขึ้นมาองรถนะครูประโยชน์เมเรียนบงบนดอกนี่ดังแต่ตามตอนเมเรียนปีมาดำหนากาตมาดำหนาการูปมนลมหัดนั่งไปแต่แบบนายผู้บ่มันบอกว่าดักนี่อัดโยนไปเมเรียนนั่งทวดกาดิจังคือชี้ยิ้มตัวเห็นไอ้ตึงตัวเมื่อเมเห็นไปได้ขู่ประโยชน์กลมเธอไอ้สอไปได้ขู่ประโยชน์คือสตับขู่จังไปได้ยังสตับขู่ยังตามตัวในอุ้งไหลนึงยังมัดโยนเลยไหลนึงอัดโยนเราตกมวยเช่นเล่นสู้ขู่หรือก็สู้มัดแผลจังการวิเชียđối với bạn lực lang chẳng mình chỉ một chiếc mũi đẹp bảo bạ pet hay có mình chỉ một chiếc mũi đẹp sroll pet đẹp ai đây sầm khán ao tới dương trăng ở rộng tới nâng mê hiển đáp khu bị dối cái lại na rồi dương ai thưa ban này hay bạn đang thắc lại na astote từ riêng tới lơ trong nội năng bật thèm đại chẳng đôi để dương đòn chẳng thà pe đài lồng hát muốn nói từ đó lồng hát lô khu này khố quát năng và đến bị mê riến khẩn sắp lồng bao lồng hát năng ấy chẳng nhưng ai phơi lồng hát ba lõ có thể để vô bị khẩn sắp mê hiển năng đài chẳng bên này tặng óc này quát miền nàoที่สายกันมาเหมือนในคลองนักเรียนซอยเฉยๆมาแล้วเนี่ยว่าจะมีแบบนี้โลกคู่เนี่ยเขาก็อัดจำเนี่ยต่างๆเนี่ยมาเนี่ยก็เธอแต่ปะตอตัวหมกละโหได้ยื่นเธอแต่ปะหลงในเปย์trongชั้นยำจังกวาดปะก็เจี๋ยบางเหรียญเนี่ยแต่กวาดมาไว้จังมันเนี่ยเนี่ยขอขานอาซาชกอาซาไอเนี่ยเราเนี่ยสมัยเมื่อท่าเนี่ยเนี่ยขอขานเราไม่เห็นในโลกคู่ก็ประโยชน์สำคัญสำหรับกระดูกจีการดอกแสนหลงหักให้เนี่ยต่างๆเนี่ยอาซาวัตมีนะจังนี่ก็เจี๋ยจำนวนมวยได้สำคัญได้แต่เนี่ยต่างๆเนี่ยกู้แต่อนุวัตได้con ôn chợt làm mình tên xem chụp môi nằng xem nhom to nhom trăng chạm lại từ can phong môi tia tha lỡ toàn hụp tê ca đại phongตอนนี้สมัยtrong ban cần địch thì tê é cứ toàn hụp tê nơi tại ai do bán oi từ phong ôn chạm đám pi lỡ tự trong chỉ trong khỏi mình tha nhung cả đôi chỉ bò lì xá đang phụ dương ban lọc này chỉ hao lắm phụ dương có admin ai khóc nia trong này nó như này cứ anobot hay anobot tiệt cái đợt với chia chỉ kè anobot chà sẽ nhung tôi để sao nhung cái tụi ban cần địch thầm tên này tê bi và ta bảo xua mà đầu tiên tha trong ban bi mày tê trong ban e đây kia mình tay thầm mấy bởi những phẳng tới thua office mà hiệp đá tại ban thầm tê để tê bì chẳng tụi ban pan ná còn nhung nông tụi yo pan đây sầm khán ơi thì nhung ban pan office mà hiệp thằng trong nội ní môi trong khỏi để nhung trong ơi pon từ yo từ bên mỏng á ban từ nu ở khu từ sầm máy trong ban e từ cái này dân trong ban e cầm lạng chất đại dương từ riêng nó dương đừng prăng ở khang bồng bụi dương đông tha ê mà mình xin đi tê sủa yo tê pan tay câu bị áp bả yo đây từ pon nặc tê prăng ở khang đăng từ tụi ban này chẳng sầm máy của tụi bay bán e nó á cậu ban kiện kiện năng này thẹ thầm bi nàyเพราะแต่บางอย่างสมัยทำบีแถมามวยที่ทำซีเนี่ยจังสมัยเอแต่พอไงครั้งแต่บ่มบานเอนี่คือบ้านบีแต่สำนักได้เป็นหนึ่งตัวใบกันนั้นยุบบ้านนี่เตะบีมันแต่นี่เตะรวมคือยุบตัวบ้านนี่เตะละอได้คือนี่เตะเอจังสมัยปวดจังยังหนึ่งปรังไอ้ครั้งอภิสมัติเพียไปจังคอยอะไรเป็นไอ้จุนปอแต่การพอนปอเนาะนั่งไงจังจุนปอเนี่ยเนาะเนี่ยปลอมบักดมเนี่ยเปย์27hàng mụcนั้นแต่ตัวมันจกใจตัวบ้านนี่เตะซ้ำมน้องตามเนี่ยนะเนี่ยจังแบนปีnhom tay cái đôi khi đã thành cam tha pon đạc nên đừng prang prai office mặt phía á chun pon đạc nên cất ở thống từ tu ban để tê để không em bật na trong ban này kia pon tay complete prang prai office mặt phía